ឆ្នាំ2024បានកន្លងផុតទៅជាមួយនឹងភាពជោគជ័យនៃបុណ្យបោះផ្កាទុរេនលើកដំបូងបង្អស់ដែលបានប្រារព្ធឡើងនៅស្រុកស្នួលខេត្តក្រចេះរៀបចំឡើងដោយក្រុមហ៊ុនអង្គរគ្រីនតាមរយៈកម្មវិធីភូមិចំណេះដឹងកសិកម្មឆ្នាំ2025យើងបានបន្តលើកកម្ពស់វប្បធម៌នេះដោយរៀបចំពិធីបុណ្យបោះផ្កាទុរេនជាលើកទី2នៅភូមិ3អន្លង់ឃុំអរិយថ្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលរៀបចំឡើងដោយសមាគមទុរេនស្ទឹងត្រង់3អន្លង់ដែលមានការចូលរួមពីអ្នកបច្ចេកទេសសមាជិកសមាគមនិងកសិករដាំដុះទុរេនយ៉ាងច្រើនកកវាតន់ហើយយកមកប៉ះមុខយើងទៅវាមានលំអងអាចឈោចេញមកហ្នឹងបោះបានហើយវាប៉ះមកអ្នកតចង់លោកប៊ុននាងហៅប្រទូចអ្នកឯកទេសដំណាំទុរេននិងជាប្រធានទីប្រឹក្សាបច្ចេកទេសទុរេននិងដំណាំឈើហូបផ្លែប្រចាំក្រុមហ៊ុនអង្គរគ្រីនតែលោកនិងក្រុមហ៊ុនអង្គរគ្រីនជាអ្នកព្រួយប្រាំកំណត់បង្កើតកម្មវិធីបុណ្យនេះនិងធ្វើឲ្យបុណ្យនេះលេចរូបរាងឡើងជាផ្លូវការដំបូងគេនៅកម្ពុជាបានលើកឡើងពីគោលបំណងសំខាន់នៃការបង្កើតបុណ្យនេះគឺដើម្បីលើកកម្ពស់វិស័យដាំដុះទុរេននៅកម្ពុជានិងជួយដល់កសិករឲ្យទទួលបានទិន្នផលខ្ពស់យើងមានប្រជាកសិករម្ចាស់ចការទុរេនចូលរួមច្រើនធ្វើឲ្យកម្មវិធីនេះសប្បាយហើយងាយស្រួលចែកចាយចំណេះដឹងរវាងគ្នានឹងគ្នាបានល្អនៅពេលដែលយើងជួបជុំគ្នាបុណ្យបោះផ្កាទុរេននេះដើមហេតុដំបូងដែលយើងធ្វើបុណ្យបោះផ្កាទុរេននេះគឺយើងប្រវាស់ដៃគ្នាដើម្បីបោះផ្កាទុរេនប្រកបណាម្ចាស់ចការមួយមានចំនួនមនុស្សធ្វើការមិនគ្រប់ចំនួនប្រចាំថ្ងៃទេដែលឆ្លើយតបចំនួនការរីកប្រចាំមួយយប់នោះយើងធ្វើអត់តាន់អញ្ចឹងក៏យើងរួមគ្នាធ្វើដើម្បីជួយប្រវាស់ដៃគ្នាបោះពីចំការមួយទៅចំការមួយអ្វីដែលយើងបានពីការបោះផ្កានេះគឺទី1គឺមានការសាមគ្គីគ្នាចេះជួយគ្នាទៅវិញទៅមកយកចិត្តទុកដាក់រវាងគ្នានឹងគ្នាហើយប្រយោជន៍ទី2គឺយើងបានប្រយោជន៍ដល់ដំណើរការបង្កាត់កេសរបានផ្លែបានល្អកាន់ក្តឹបបានល្អកម្មវិធីភូមិចំណេះដឹងកសិកម្មរហូតមកដល់ពេលនេះយើងប្រពទៅ4ឆ្នាំហើយខ្ញុំឃើញថាបានប្រយោជន៍ខ្ពស់ទៅក្នុងសហគមន៍ជាពិសេសសហគមន៍ដាំដុះដំណាំទុរេននឹងតែម្ដងគាត់ទទួលបានប្រយោជន៍ខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំភាពរីកចម្រើនកាន់តែកើតមានឡើងសម្រាប់ពួកគាត់ហើយរួមទាំងខ្ញុំបាទជាវិក្កាមនៅក្នុងកម្មវិធីភូមិចំណេះដឹងផងដែរចុងក្រោយខ្ញុំសូមសំណូមពរបងប្អូនទាំងអស់ស្រឡាញ់គ្នាគាំទ្រគ្នាចែករំលែកគ្នារវាងគ្នានឹងគ្នានៅអ្វីដែលបច្ចេកទេសក្នុងការគ្រប់គ្រងចំការទុរេនទាំងអស់គ្នាបើសិនជាយើងនិយាយអំពីដំណាំទុរេនក្នុងស្រុកខ្មែរវាប្រកាសថាវាជាថ្មីសម្រាប់ពួកយើងទាំងអស់គ្នាម្ល៉េះហើយយើងចូលរួមទាំងអស់គ្នាផ្ដោះប្ដូរយោបល់របស់គ្នាចែករំលែកចំណេះដឹងរវាងគ្នានឹងគ្នាសហការគ្នាឲ្យបានល្អទើបវិស័យទុរេននៅក្នុងស្រុកខ្មែរយើងកាន់តែរីកចម្រើនទៅមុខលោកហេងឆេងលីប្រធានសមាគមទុរេនស្ទឹងត្រង់3អន្លង់បានលើកឡើងពីការគាំទ្ររបស់ក្រុមហ៊ុនអង្គរគ្រីននិងការរំពឹងទុកសម្រាប់អនាគតនៃផលិតកម្មទុរេននៅកម្ពុជាលោកបានបន្ថែមថាពិធីបុណ្យនេះមិនត្រឹមតែជាការប្រារព្ធពិធីសប្បាយៗប៉ុណ្ណោះទេតែជាឱកាសដ៏ល្អសម្រាប់កសិករក្នុងការផ្លាស់ប្ដូរចំណេះដឹងនិងបទពិសោធន៍គ្នាទៅវិញទៅមកសហគមន៍យើងបានចាប់ផ្ដើមដំណើរការតាំងពីខែ6ក្នុងឆ្នាំ2024ហើយយើងបានចុះបញ្ជីជាផ្លូវការនៅក្នុងខែ11ឆ្នាំ2024ការបង្កើតសហគមន៍នេះឡើងគឺយើងមានសមាជិកមកដល់ពេលបច្ចុប្បន្នមានចំនួន57រូបមកពី5ឃុំក្នុងស្រុកស្ទឹងត្រង់យើងធ្វើកម្មវិធីនេះឡើងក្នុងន័យដើម្បីបង្កើននៅទំនាក់ទំនងសមូហភាពស្និទ្ធស្និទ្ធជារៀងសហគមន៍ជាមួយនឹងបងប្អូនសមាជិកហើយនឹងមិត្តភ័ក្តិនៅក្នុងសហគមន៍ផ្សេងឬក៏ប្រជាកសិករដែលនៅក្នុងភូមិផងរបងតែមួយទី2គេហៅថារាប់ថយក្រោយដើម្បីកំណត់ពេលវេលាប្រមូលផលទុរេនរបស់យើងទី3ធ្វើវិធីនេះឡើងគឺដើម្បីធ្វើឲ្យទុរេនហ្នឹងប្រកាសកេសរបានល្អកាន់ក្តឹបបានល្អនិងអាចទទួលបានទិន្នផលខ្ពស់ណាទាំងនេះគឺជាទស្សនវិជ្ជាដែលយើងគិតថាវាក្តោបទៅលើនិយមន័យរួមរបស់បោះផ្កាទុរេននៅក្នុងសហគមន៍របស់យើងហើយក្នុងហ្នឹងក៏យើងបានអញ្ជើញលោកប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមមកចូលរួមដែរសហគមន៍នឹងបន្តពង្រីកឲ្យបានច្រើនជាងនេះព្រោះយើងដឹងហើយនៅក្នុងគ្រាន់តែនៅឃុំអរិយថ្នោតមួយមានកសិករដែលដាំទុរេននោះចូលជិត200គ្រួសារហើយអញ្ចឹងនៅច្រើនទៀតដែលអត់ទាន់ចូលអញ្ចឹងយើងនឹងអញ្ជើញពួកគាត់មកចូលរួមជាមួយពួកយើងដើម្បីបង្កើនទំហំទីផ្សារបង្កើនទំហំផលិតកម្មហើយនឹងឲ្យពួកគាត់បានចំណេញនៅការទិញធាតុចូលនេះគឺជាគោលដៅសំខាន់របស់យើងខ្ញុំសូមផ្ដាំផ្ញើទៅសមាជិកទាំងអស់ក្នុងក្រុមនេះហើយនឹងកសិករផ្សេងដែលមិនទាន់បានចូលរួមក្នុងកម្មវិធីរបស់យើងអាចរដូវក្រោយអាចចូលរួមក្នុងកម្មវិធីបោះផ្កាទុរេនរបស់យើងឬក៏ក្រោយពីនេះបងប្អូនអាចតាក់ទងមកខាងសហគមន៍ដើម្បីចូលរួមដំណើរមួយគ្នាទោះជាយើងមិនឃើញថាអត្ថប្រយោជន៍មានច្រើនក្នុងពេលនេះប៉ុន្តែទៅថ្ងៃអនាគតយើងនឹងអាចមានអត្ថប្រយោជន៍ច្រើនដូចជាការផ្គត់ផ្គង់ធាតុចូលដែលមានតម្លៃធូរជាងនៅលើទីផ្សារសហគមន៍មានក្រុមបច្ចេកទេសដើម្បីជួយសម្រួលដល់ពួកគាត់ហើយនឹងពាក់ព័ន្ធទីផ្សារអញ្ចឹងសហគមន៍នឹងធ្វើការជាមួយនឹងសមាជិកយើងអស់គ្នាហើយនឹងអ្នកទិញផ្សេងធ្វើម៉េចឲ្យមានស្ថិរភាពការផលិតស្ថិរភាពតម្លៃនៅលើទីផ្សារដែលអាចទទួលយកបានទាំងអស់គ្នា
លោកប៊ុនសុខៈសមាជិកសមាគមនិងជាម្ចាស់ចំការទុរេនដែលបានផ្ដល់ទីតាំងរៀបចំកម្មវិធីខាងលើបានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួននិងការចូលរួមក្នុងពិធីបុណ្យនិងអនុវត្តបច្ចេកទេសដែលទទួលបានពីកម្មវិធីក្នុងការដាំដុះទុរេនរបស់គាត់លោកបានបង្ហាញពីការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងចំការនិងការកើនឡើងនៃទិន្នផលនិងគុណភាពទុរេនក្រោយបោះផ្កា ពីមុនមកអត់ដែលមានបនបោះផ្កាទុរេនទេតែគ្រាន់ថាការអនុវត្តបោះផ្កាទុរេនខ្ញុំធ្វើរាល់ឆ្នាំតែมันមានលក្ខណៈជាជួបជុំគ្នាអញ្ចឹងពិធីបុណ្យបោះផ្កាទុរេនមានសារៈសំខាន់ឲ្យប្រជាពលរដ្ឋកសិករនឹងគាត់យល់ដឹងពីការបំបោះផ្កាទុរេននឹងថាបោះទៅវាបានកាន់ល្អក្តាប់ច្រើនក្នុងនាមជាកសិករនៅក្នុងសហគមន៍សនុំពោចង់ឲ្យមានក្រុមហ៊ុនជាពិសេសអង្គរក្រីនជួយផ្សព្វផ្សាយនិងជួយជាប្រឹក្សាដល់កសិករនៅក្នុងសហគមន៍យើងខ្ញុំ ឆ្លើយតបជាមួយលទ្ធផលផ្លែផ្កានៃពិធីបុណ្យនេះលោកហួរទីនាងអ្នកសម្របសម្រួលក្នុងកម្មវិធីភូមិចំណេះដឹងកសិកម្មបានលើកឡើងថាក្នុងឆ្នាំនេះសមាគមទុរេនស្ទឹងត្រង់បៃអន្លូងបានប្រារព្ធពិធីបុណ្យនេះហើយពីក្រុមហ៊ុនអង្គរក្រីនតាមរយៈកម្មវិធីភូមិចំណេះដឹងកសិកម្មនឹងបន្តរៀបចំកម្មវិធីបុណ្យនេះជារៀងរាល់ឆ្នាំដើម្បីឲ្យពិធីបុណ្យនេះក្លាយជាវប្បធម៌និងប្រពៃណីមួយសម្រាប់ម្ចាស់ចម្ការទុរេនទូទាំងប្រទេសលោកក៏អំពាវនាវឲ្យកសិករទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះដើម្បីរួមគ្នាអភិវឌ្ឍវិស័យដាំដុះទុរេននៅកម្ពុជា